ចូលដល់ចំណុចបន្ទាប់អញ្ចឹងនៅក្នុងចំណុចបន្ទាប់គឺគេឲ្យយើងមើលទៅលើរូបភាពហើយអានតាមឲ្យលឺអញ្ចឹងយើងចាំស្ដាប់ហើយនឹងអានទាំងអស់គ្នាហើយចំពោះបកប្រែគឺខ្ញុំដាក់បកប្រែនៅខាងក្រោមហើយដើម្បីឲ្យអ្នកទាំងអស់គ្នាមើលបើពេលណាដូចថាចង់មើលលម្អិតឬមួយក៏ចង់មើលដើម្បីចំណាំវាអញ្ចឹងអាចមើលនៅក្នុងនឹងបានគឺស្រួលមើលអញ្ចឹងតោះយើងទៅស្ដាប់សំឡេងដើមទាំងអស់គ្នាដើម្បីរៀនអានតាម看图片，朗读下列单音节词语。Look at the pictures and read the monosyllabic words aloud. 一、五、鱼、耳、笔、猫、岛、花、鸡、七、鞋、雪、